យាត្រង់បរិវេណបាតដែលជាភាសាបច្ចេកទេសយើងហៅថា Anal Skin Tape គឺជាការរីកធំយារបស់ស្បែកខុសប្រក្រតីដែលនៅជុំវិញរន្ធបាតដែលជាទូទៅស្បែកយានេះមានសភាពទន់និងមានពណ៌ដូចស្បែកធម្មតាដែលមិនបណ្ដាលឲ្យអ្នកជំងឺមានការឈឺចាប់ទេតែពេលខ្លះវាអាចបណ្ដាលឲ្យអ្នកជំងឺមានអារម្មណ៍ថារំខានឬក៏រមាស់នៅពេលដែលស្បែកនោះមានទំហំធំលោកវេជ្ជបណ្ឌិតពីកែវពិសិដ្ឋឯកទេសថ្លើមក្រពះពោះវៀនឬដងបាតនិងវះកាត់ជំងឺរន្ធបាតបានប្រាប់ពីមូលហេតុនិងវិធីបង្ការដូចខាងក្រោមមានមូលហេតុច្រើនដែលអាចបណ្ដាលឲ្យមានស្បែកយានេះដែលជាទូទៅរាល់បញ្ហាបាតទាំងឡាយណាដែលបង្កជាការប៉ោងហើមឬមួយក៏មានដាច់ប្រហែកប្រលាត់នៅត្រង់បរិវេណបាតសុទ្ធតែអាចបណ្ដាលឲ្យមានស្បែកយាជុំវិញរន្ធបាតក្រោយពេលដែលជំងឺនោះជាសះទៅវិញជាឧទាហរណ៍សម្រាប់អ្នកជំងឺដែលគាត់មានបញ្ហាប៉ោងហើមឬដងបាតខាងក្រៅឬមួយក៏គាត់មានជំងឺរហែករន្ធបាតគាត់អាចបន្សល់ជាស្បែកយានៅជុំវិញរន្ធបាតក្រោយពេលដែលជំងឺឬដងបាតឬមួយក៏ជំងឺរហែកបាតជាសះទៅវិញបញ្ហានេះក៏យើងសង្កេតឃើញមានច្រើននៅលើស្ត្រីដែលគាត់មានបញ្ហាឬដងបាតអំឡុងពេលពើពោះឬមួយក៏ពេលឆ្លងទន្លេផងដែរស្បែកយានេះជាទូទៅមិនមានគ្រោះថ្នាក់នោះទេដោយសារថាវាគឺជាសាច់ស្លូតដែលមិនអាចវិវត្តទៅជាជំងឺមហារីកទេតែក្នុងករណីមួយចំនួនតូចស្បែកនេះអាចបង្កជាការរំខានទៅដល់អ្នកជំងឺជាពិសេសនៅក្នុងករណីដែលស្បែកនេះមានចំនួនច្រើនឬមួយក៏មានទំហំធំតែវាអាចបង្កទៅជាការឈឺចាប់មានអារម្មណ៍ថារមាស់រំខានទៅដល់ការលាងសម្អាតនៅត្រង់បរិវេណបាតសម្រាប់ការព្យាបាលយើងធ្វើការព្យាបាលតែក្នុងករណីដែលស្បែកនោះមានរោគសញ្ញាតែប៉ុណ្ណោះក្នុងករណីដែលអ្នកជំងឺគាត់មិនមានរោគសញ្ញាយើងអាចទុកស្បែកនោះដោយពុំចាំបាច់ធ្វើអ្វីទាំងអស់ទាក់ទងទៅនឹងការព្យាបាលក្នុងករណីបើសិនជាស្បែកនោះមានទំហំតូចហើយមានការរលាកដែលបណ្ដាលឲ្យមានការឈឺចាប់យើងអាចប្រើប្រាស់ក្រែមដើម្បីលាបនៅត្រង់ស្បែកនោះដើម្បីកាត់បន្ថយនៅការរលាកនិងការឈឺចាប់តែបើសិនជាមិនមានការឆ្លើយតបឬមួយក៏ស្បែកនោះមានទំហំធំឬមួយក៏មានចំនួនច្រើនយើងអាចធ្វើការកាត់ស្បែកនោះយកចេញតែម្ដងក៏បានហើយការកាត់នេះមិនមានគ្រោះថ្នាក់ធំដុំទៅដល់អ្នកជំងឺនោះទេ